Wow បាយធ្លាយតម្លៃខ្លួនតនច័ន្ទសេមាច្រៀងមួយលើកថ្លៃ$20,000ថ្លៃជាងគេនៅកម្ពុជាតាមប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថាតារាចម្រៀងតនច័ន្ទសេមាដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថាថ្លៃជាងគេក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រាន់តែកម្មវិធីតូចៗដូចជាអាពាហ៍ពិពាហ៍ឬជប់លៀងនាងស៊ីថ្លៃដល់ទៅ$20,000ចំណែក concert នាងស៊ីថ្លៃ$5,000ឯណោះក្នុងមួយកម្មវិធីបងប្អូនប្រកាសជាជ្រាបហើយថាតារាចម្រៀងវ័យក្មេងតនច័ន្ទសេមាដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ2020នេះដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតដល់ទៅជាង400លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយនឹងច្រាស់ថ្មីត្បិតតែនាងនៅក្មេងខ្ចីប៉ុន្តែការច្រៀងតារាចម្រៀងស្រីល្បីឈ្មោះរូបនេះអាចច្រៀងបានគ្រប់ទម្រង់តាមភាសាទៀតផងតាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថាបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានតាក់ទងមកខាងផលិតកម្មក្នុងនោះមានតែផលិតកម្មធំប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើមួយវិញទៀតទស្សនិកជនប្រហែលជាឆ្ងល់ហើយថាកញ្ញាតនច័ន្ទសេមាជាតារាចម្រៀងល្បីហេតុអ្វីមិនសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនมันអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយលោកយឹមតាស្រង់អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថាតម្លៃខ្លួននៃការច្រៀងរបស់កញ្ញាតនច័ន្ទសេមាក្រុមហ៊ុនពិតជាបានកំណត់ដោយបានលើកឡើងខាងលើពិតមែនអ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថាការកំណត់តម្លៃនេះគឺស័ក្តិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះលោកយឹមតាស្រង់បានបន្តឲ្យដឹងទៀតថាបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានតាក់ទងនាងឲ្យទៅច្រៀងនៅក្នុងនោះមានតែក្រុមហ៊ុនធំប៉ុណ្ណោះដែលហ៊ានជួលនាងឲ្យច្រៀងក្រៅតែពីមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀតបច្ចុប្បន្នកញ្ញាតនច័ន្ទសេមាបានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំពីរនាពេលខាងមុខនេះនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះតនច័ន្ទសេមានឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរអ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះបញ្ជាក់ទៀតថាមូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់តម្លៃតនច័ន្ទសេមាចេញច្រៀងតាមកម្មវិធីតូចៗដូចជាអាពាហ៍ពិពាហ៍ឬជប់លៀងនាងស៊ីថ្លៃដល់ទៅ$20,000ថ្លៃជាងច្រៀងតាម concert ក៏ព្រោះផលិតកម្ម Galaxy Navatra និង Galaxy Navatra Thailand បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះជាតម្លៃស្តង់ដារអន្តរជាតិព្រោះកម្មវិធីតូចៗដូចជាអាពាហ៍ពិពាហ៍ឬជប់លៀងជាកម្មវិធីឯកជនហេតុនេះមានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះទើបអាចជួលនាងឲ្យទៅច្រៀងបាន